សួស្តីអ្នកស្ដាប់ទាំងអស់គ្នាតើអ្នកទាំងអស់គ្នាធ្លាប់គិតទេថាប្រសិនបើសីតុណ្ហភាពធ្លាក់ចុះដល់ក្រោម0អង្សាយើងនឹងមានអារម្មណ៍ត្រជាក់កម្រិតណាចុះបើវាធ្លាក់ចុះរហូតដល់ដក50អង្សាវិញនោះតើយើងអាចរស់នៅបានដោយរបៀបណាថ្ងៃនេះខ្ញុំសូមនាំអ្នកទាំងអស់គ្នាទៅស្គាល់ទីកន្លែងដែលមានមនុស្សរស់នៅជាប្រចាំដែលត្រជាក់បំផុតនៅលើភពផែនដីយើងនោះគឺភូមិអយមយ៉ាខុនដែលស្ថិតនៅក្នុងសាធារណរដ្ឋសាខាតំបន់ស៊ីបេរីប្រទេសរុស្ស៊ីភូមិដកដាច់ស្រយាលមួយនេះមានប្រជាជនរស់នៅប្រហែល500នាក់ប៉ុណ្ណោះនៅទីនោះសីតុណ្ហភាពជាមធ្យមក្នុងរដូវរងាគឺធ្លាក់ចុះដល់ទៅដក50អង្សាហើយអ្វីដែលរឹតតែអស្ចារ្យនោះគឺវាធ្លាប់មានប្រវត្តិធ្លាក់ចុះត្រជាក់បំផុតរហូតដល់ទៅដក71.2អង្សាឯណោះទោះបីជាអាកាសធាតុបង្កកស្ទើរតែគ្រប់បែបយ៉ាងណាក៏ដោយក៏ប្រជាជននៅទីនោះនៅតែអាចសម្របខ្លួននិងរៀបចំជីវិតប្រចាំថ្ងៃរបស់ពួកគេបានយ៉ាងអស្ចារ្យបំផុតតោះយើងទៅដឹងទាំងអស់គ្នាថាតើពួកគេរស់នៅដោយរបៀបណាចំណុចដំបូងដែលគ្រប់គ្នាចង់ដឹងបំផុតនោះគឺតើពួកគេញ៉ាំអ្វីហើយរកទឹកពីណាមកប្រើប្រាស់របបអាហារហូបសាច់ជាចម្បងនៅទីនោះដីកកជានិច្ចឬដែលគេហៅថា permafrost ធ្វើឲ្យពួកគេមិនអាចដាំដំណាំឬបន្លែបង្ការអ្វីបានឡើយដូច្នេះរបបអាហារចម្បងរបស់ពួកគេគឺផ្អែកលើសាច់សុទ្ធសាធតែម្ដងរួមមានសាច់សេះសាច់រៀងកម្រាំងនិងត្រីកកមុខម្ហូបដ៏ល្បីប្រចាំតំបន់នោះមានឈ្មោះថា Stroganina ដែលជាការយកសាច់ត្រីកកមករលាស់ជារង្វង់ឬហាន់ជាចំណិតស្ដើងរួចហើយញ៉ាំទាំងឆៅតែម្ដងការដាប់ទឹកកកដើម្បីប្រើប្រាស់ដោយសារដីកកខ្លាំងពេកគេមិនអាចបង្កប់ទុយោទឹកក្រោមដីបានឡើយព្រោះវានឹងបែកធ្លាយនិងកកក្នុងទុយោភ្លាមហេតុនេះហើយក្នុងជីវិតប្រចាំថ្ងៃពួកគេត្រូវធ្វើដំណើរទៅកាន់ទន្លេដែលកករឹងរួចដាប់យកដុំទឹកកកធំៗមកផ្ទះដើម្បីទុកឲ្យរលាយសម្រាប់ធ្វើជាទឹកប្រើប្រាស់និងបរិភោគប្រចាំថ្ងៃចុះចំណែកឯការរស់នៅប្រចាំថ្ងៃវិញតើមានភាពលំបាកយ៉ាងណាខ្លះបង្គន់នៅខាងក្រៅផ្ទះនេះជារឿងមួយដែលពិបាកស្រមៃបំផុតដោយសារគ្មានប្រព័ន្ធទុយោទឹកក្នុងផ្ទះភាគច្រើននៅទីនោះប្រើប្រាស់បង្គន់រណ្ដៅដែលសង់ដាច់ដោយឡែកនៅខាងក្រៅផ្ទះសាកស្រមៃមើលចុះការដើរទៅបាត់ជើងក្នុងសីតុណ្ហភាពដក50អង្សាក្នុងភាពងងឹតនិងត្រជាក់ខ្លាំងគឺជាការប្រឈមនឹងការវាស់ស្ទង់ភាពអត់ធ្មត់ដ៏ធំមួយការរក្សាកម្ដៅក្នុងផ្ទះដើម្បីកុំឲ្យត្រជាក់ស្លាប់ពួកគេត្រូវដុតអុសឬធ្យូងថ្មនៅក្នុងចង្ក្រានកម្ដៅពេញមួយថ្ងៃ24ម៉ោងមិនឲ្យរលត់ឡើយដើម្បីធានាថាកម្ដៅខាងក្នុងផ្ទះនៅតែមានភាពកក់ក្ដៅនិងអាចរស់នៅបានមិនត្រឹមតែការរស់នៅទេសូម្បីតែបច្ចេកវិទ្យានិងការធ្វើដំណើរក៏ជួបផលវិបាកដែលយើងនឹកស្មានមិនដល់ដែរការបញ្ឆេះម៉ាស៊ីនឡាន24ម៉ោងប្រសិនបើអ្នកចតឡានចោលនៅខាងក្រៅដោយពន្លត់ម៉ាស៊ីននោះប្រេងនិងគ្រឿងម៉ាស៊ីនវានឹងកករឹងភ្លាមហើយវានឹងខូចខាតរហូតដល់មិនអាចបញ្ឆេះវិញបានឡើយដូច្នេះប្រជាជននៅទីនោះត្រូវបញ្ឆេះម៉ាស៊ីនចោលពេញមួយថ្ងៃមួយយប់តែម្ដងឬបើមិនដូច្នេះទេត្រូវចតនៅក្នុងយានដ្ឋានពិសេសដែលមានប្រព័ន្ធកម្ដៅត្រឹមត្រូវគ្រឿងអេឡិចត្រូនិកលែងដំណើរការនៅទីនោះសូម្បីតែទឹកប៊ិចក៏កករឹងសរសេរមិនចេញដែរចំណែកឯទូរស័ព្ទដៃកាមេរ៉ាឬឧបករណ៍អេឡិចត្រូនិកផ្សេងៗវិញគឺនឹងត្រូវអស់ថ្មភ្លាមក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះប្រសិនបើយើងដកយកមកប្រើប្រាស់នៅខាងក្រៅផ្ទះដោយគ្មានការការពារទោះជាត្រជាក់យ៉ាងនេះតើក្មេងៗបានទៅរៀនដែរឬទេចម្លើយគឺទៅជាធម្មតាសាលារៀននៅតែបើកទ្វារក្មេងៗនៅក្នុងភូមិនៅតែដើរទៅសាលារៀនជាធម្មតាសាលារៀននៅទីនោះនឹងត្រូវបិទទ្វារសម្រាប់លុះត្រាតែសីតុណ្ហភាពធ្លាក់ចុះដល់ក្រោមដក52អង្សាប៉ុណ្ណោះប្រសិនបើត្រឹមដក50អង្សាគឺពួកគេនៅតែត្រូវទៅរៀនដដែលការការពារខ្លួនដោយសម្លៀកបំពាក់រាល់ពេលចេញក្រៅផ្ទះពួកគេត្រូវស្លៀកពាក់អាវរុំសត្វក្រាស់ច្រើនជាន់ពាក់មូនិងស្បែកជើងដែលធ្វើពីស្បែកសត្វយ៉ាងជិតព្រោះថាប្រសិនបើបណ្ដោយឲ្យស្បែកប៉ះនឹងខ្យល់ត្រជាក់ខាងក្រៅតែប្រមាណនាទីវានឹងបង្កជាជំងឺរលាកកកស្បែកឬដែលយើងហៅថា frostbite ភ្លាមដែលអាចគ្រោះថ្នាក់ដល់បាត់បង់សរីរាង្គ
អ្នកស្ដាប់ទាំងអស់គ្នាជាទីមេត្រីជីវិតនៅភូមិអមយ៉ាខុនបានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់អំពីសមត្ថភាពនៃការសម្របខ្លួនដ៏អស្ចារ្យរបស់មនុស្សជាតិទោះបីជាធម្មជាតិអាកាសធាតុលំបាកនិងបង្កើតភាពត្រជាក់ដោយឆ្អឹងយ៉ាងណាក៏ដោយក៏ការតស៊ូក្តីសង្ឃឹមនិងស្មារតីសាមគ្គីគ្នារបស់ប្រជាជននៅទីនោះនៅតែអាចធ្វើឲ្យពួកគេរស់នៅនិងបង្កើតជាសហគមន៍ដ៏កក់ក្ដៅមួយបាននៅលើទឹកដីទឹកកកនេះចុះអ្នកទាំងអស់គ្នាវិញតើហ៊ានសាកល្បងទៅកំសាន្តឬរស់នៅទីនោះមួយសប្តាហ៍ដែរឬទេសូមអរគុណសម្រាប់ការស្ដាប់ការចែករំលែករបស់ខ្ញុំនាថ្ងៃនេះសង្ឃឹមថាប្រធានបទនេះនឹងនាំមកនូវចំណេះដឹងថ្មីនិងប្លែកសម្រាប់អ្នកទាំងអស់គ្នាសូមអរគុណនិងជម្រាបលា